ចាឥឡូវនេះខ្ញុំមកដល់ផ្ទះហើយក៏លួចថតម៉ែខ្ញុំក៏ត្រៀមហើយចំនួនការបងប្អូនដែរអំពូមីងចាឥឡូវក៏លេខមកមើលអូនស្នាម្ដងមើលអំពូមីងចាគាត់កំពុងតែស្រះស្រាយជាមួយនឹងធម្មជាតិពេលព្រឹកថ្ងៃរះកងភ្នំគឺថាល្អខ្លាំងចាចំពោះបងប្អូនយើងអ្នកដែលគាត់ចិញ្ចឹមកូននាងណាចាគឺគាត់បេះស្លឹកមនព្រួយមនយកទៅឲ្យកូននាងញ៉ាំតែចំណែកនាងខ្ញុំវិញបេះឲ្យញ៉ាំដូចគ្នាអំពូមីងចាប៉ុន្តែកូននាងខ្ញុំហ្នឹងគឺមិនមែនកូននាងដង្កូវទេគឺកូននាងអាឌីវ៉ានឹងឯងចាផ្សែផ្សំបន្លែនេះបន្លែនោះទៅបានធ្វើជាបបរគ្រប់គ្រឿងមួយឆ្នាំងឲ្យកូននាងញ៉ាំចាធ្វើដំណើរចេញពីភ្នំពេញមកដល់ផ្ទះស្រុកនឹងគឺថាយប់បាត់ហើយផ្ទះផ្លូវខ្លាំងពេកមិញហើយចាមកដល់ផ្ទះបងខ្លះក៏គាត់គេងលក់បាត់ទៅតែអញ្ចឹងអង្គពុំមានវិសាហាត់ថ្ងៃត្រង់ជាមួយអ្នកខ្ញុំទាំងអស់គ្នាដោយសារណាមកដល់ផ្ទះគឺថាបងគាត់ធ្វើម្ហូបអុយញ៉ាំមកដល់ផ្ទះគឺថាមិនសូវបានធ្វើខ្លួនឯងទេដោយសារអត់ចេះធ្វើហើយធ្វើអត់ឆ្ងាញ់ទៀតពួកគាត់បានមកដល់ផ្ទះកុងយាយគឺថាសបាយដៃហូរហើយអង្គពុំមិញហើយចាលេងភ្លេចបាយភ្លេចទឹកទាំងអស់គ្នានឹងចាទាំងក្មួយទាំងកូនខ្ញុំនឹងគឺថាលេងភ្លេចបាយភ្លេចទឹកអស់ហើយចាហើយឥឡូវនេះគេកំពុងអូទៅមកនឹងគេដឹកស្អីគេទៅណាទេការងារគេនឹងរវល់រហូតរវល់មិនដឹងថាភារកិច្ចស្អីខ្លះតែរកសាច់ការអីមិនឃើញតែឥឡូវគេដូរគ្នាអូម្ដងអាធំនងគ្នាឡើងជិះអាតូចហ្នឹងគឺថាអូគេអូមិនរួចមើលដល់តែចាឥឡូវសុំបណ្ដំអារម្មណ៍អង្គពុំមីងមកមើលការចិញ្ចឹមជ្រូករបស់ពុកម៉ែខ្ញុំវិញចាគាត់ចិញ្ចឹមបើជាកន្លែងតូចមួយទេតាមបែបបច្ចេកទេសពីបុរាណខ្លះសម័យខ្លះលេងឡំគ្នាអញ្ចឹងអង្គពុំមីងចាហើយការចិញ្ចឹមរបស់គាត់នឹងគឺមានវាក់សាំងមានអីតែមើលសាច់ជ្រូករបស់គាត់គឺថាល្អខ្លាំងមានសុខភាពគឺថាអែមតែម្ដងចាម៉ែខ្ញុំកំពុងតែចាក់ចំណីឲ្យជ្រូកស៊ីគឺថាអូតបាក់ក្លឹបទៅនឹងឆ្ងាញ់ណាស់អង្គពុំមីងចាដោយសារអញ្ចឹងมันគាត់អត់អាចទៅលេងចៅបានអង្គពុំមីងចាឥឡូវសុំងាកមកមើលអ្នកក្លុកបបអាឌីវ៉ាវិញម្ដងចាមានណាគេឆ្ងាយក្រៅពីបងស្រីខ្ញុំនឹងឯងអង្គពុំមីងអើយចាយាយវិថាស្រឡាញ់ក្មួយអូយស្រឡាញ់ខ្លាំងណាមួយថ្ងៃតែចង់ថាតែក្មួយរាល់ថ្ងៃតែហ្មងណាអង្គពុំមីងចាហើយតែមកហើយគឺថាអត់ខកខានទេគឺថាអត់ដែលចោលរឿងក្លុកបបឲ្យក្មួយនឹងតែម្ដងចាស្រឡាញ់ក្មួយចង់ឲ្យក្មួយញ៉ាំឲ្យបានច្រើនចាហើយអ្នកធ្វើម្ហូបឲ្យខ្ញុំញ៉ាំឆ្ងាញ់ក៏ជាគាត់ដែរចានៅមានបងស្រីម្នាក់ទៀតចាអត់បានថតមកកលេចមកមើលបងស្រីម្នាក់ទៀតបានលហុងទុំគួយកាយញាត់មាត់ហេតុតែគេមានលហុងទុំញ៉ាំអត់មានហៅប្អូននេះមកម៉ាត់មកក៏ច្រឹកបួដើបួននេះនោះឌឺអើយឌឺមើលហើយមាត់អេចអូចមិនដឹងចេះអ្នកណាចេះអ្នកថតមែនពីតកោបងស្រីវល់វក់ហើយឥឡូវងាកក្រោយឃើញម៉ែគាត់ដើរទៅហៅពុកឲ្យទៅការគេអំពុំមីងចាឥឡូវឃើញកូនកាន់កាមេរ៉ាហៅកង់មកថតជាមួយឈរឲ្យលឿនឡើងកូនថតហើយឥឡូវហ្នឹងក៏វាល្ងាចណាស់ដែរក៏រៀបចំដាក់កម្ដៅបបរឲ្យឌីវ៉ាទុកញ៉ាំស្អែកខ្លាច់ប្អូនមកអំពុំមីងចាហើយក៏ឆ្លៀតដួសទុកឲ្យត្រជាក់ទុកឲ្យកូនញ៉ាំផងដែរចាឃើញនៅក្នុងឆ្នាំងហ្នឹងគឺថាដាក់កម្ដៅសឡម្ជូរគ្រឿងសម្រាប់យកទៅញ៉ាំអំពុំមីងចាដោយសារវានៅសល់អញ្ចឹងស្ដាយវាសបោសាច់ឲ្យសឡឆ្ងាញ់ទៀតអញ្ចឹងក៏ដាក់កម្ដៅទុកញ៉ាំទៅចាមកផ្ទះគិតថាបានគេលក់លំហែស្រួលអស់ពីមួយចូលមួយដូចតាគ្នានៅអំពេញតែអំពុំមីងចាឥឡូវមកជៀនសាច់ឲ្យបងសិនចាបងថ្លៃគាត់ប្រើឲ្យជៀនសាច់ទីប្រឡាក់គ្រឿងអំពុំមីងចា